បាទទូរទស្សនិកជនជាទីគោរពអានឥឡូវបន្តសូមជួបទូរស័ព្ទទៅភ្នាក់ងារមករូបពីររូបចុងក្រោយគឺដំបងជួបនឹងលោកវិលែមប្រចាំការនៅខេត្តត្បូងឃ្មុំនិងកំពង់ចាមសម្រាប់វិរៈជួបលោកសកម្មអរគុណបាទអរគុណច្រើនលោកវិលែមជំរាបសួរបាទជំរាបសួរលោកសុខៈនិងលោកបត្រាបាទអរគុណណាស់ឥឡូវហ្នឹងនៅកំពង់ចាមឬត្បូងឃ្មុំលោកបាទឥឡូវនេះគឺនៅត្បូងឃ្មុំបាទត្បូងឃ្មុំនេះហើយមានរឿងអីរីកាពីត្បូងឃ្មុំមករឿងដែលរីកាថ្ងៃនេះគឺពាក់ព័ន្ធនឹងអ្នកដែលទទួលមកការលូហើយជួបផ្លូវហ្នឹងត្រូវអ្នកដែលស្ថាបនាផ្លូវគឺមិនបើកលុយឲ្យហើយទៅរឿងរ៉ាវហ្នឹងកើតតាំងពីឆ្នាំ2010មកម្ល៉េះមកដល់ពេលនេះគឺនេះកំពុងតែប្រឈមនឹងពាក់លុយធនាគារខ្ញុំស្មានថារឿងហ្នឹងកើតតាំងពីឆ្នាំ2010ហើយទៅមកផ្សាយ2014អរគុណរឿងហ្នឹងវាយ៉ាងម៉េចខ្ញុំវាអត់យល់អត្ថន័យបាទសូមជើញបាទរឿងរ៉ាវហ្នឹងគឺអ្នកដែលទទួលមកការផ្លូវហ្នឹងជាម្ចាស់គ្រឿងចក្រហ្នឹងគាត់បានទទួលធ្វើលូចំនួន5កន្លែងនេះណាហើយបាទផ្លូវហ្នឹងគឺចាប់ពីភូមិស្គៀងដល់ភូមិតាពាំងព្រីងហើយផ្លូវសារហ្នឹងទទួលមកការធ្វើលូចំនួន5កន្លែងដល់ពេលដែលធ្វើហើយហ្នឹងគឺអ្នកដែលស្ថាបនាផ្លូវទាំងមូលហ្នឹងគាត់មិនបានបើកលុយឲ្យគេហើយឈ្មោះពុទ្ធវាសនាហើយចុះគាត់ក្រុមហ៊ុននេះគេខុតវាសនានោះពុទ្ធវាសនាហ្នឹងគាត់ធ្វើការនៅនាយកដ្ឋានកងវិស្វកម្មនៃក្រសួងការពារជាតិអញ្ចឹងឥឡូវនេះមានការឆ្លើយតបទេពីលោកខុតវាសនាថាអ្នកដែលសាងសង់បន្តហ្នឹងគឺថាមិនបានទទួលលុយទទួលកាក់នៅពេលដែលសាងសង់ផ្លូវហើយនោះនៅពេលដែលសាងសង់ហ្នឹងគឺម្ចាស់ឈ្មោះលៀងប៉ូលីសហ្នឹងគាត់បានតំណែងទៅលោកពុទ្ធវាសនាដែរតែលោកពុទ្ធវាសនាហ្នឹងបានប្រាប់ថាលុយមិនទាន់មានទេហើយឲ្យលៀងប៉ូលីសហ្នឹងគាត់ខ្ចីលុយគេសិនណាចងការលុយធនាគារសិនមកដើម្បីយកទៅបើកឲ្យកម្មករដល់ពេលដែលគាត់បើកឲ្យកម្មករហើយគាត់ទៅជួបលោកពុទ្ធវាសនាថាចាំគាត់ទារលុយពីលើបានគាត់ឲ្យហើយជួលផ្លូវមួយកន្លែងទៀតគឺខាងអាជ្ញាធរស្រុកផ្លូវមួយកន្លែងទៀតហ្នឹងគឺពីវត្តតាពាំងព្រីងទៅចំណុចថ្មដាប់នេះតាពាំងព្រីងហើយខាងស្រុកគេអ្នកបើផ្លូវធ្វើផ្លូវហ្នឹងគឺឲ្យទៅពុទ្ធវាសនាហ្នឹងគឺអ្នកទទួលខុសត្រូវផ្លូវហ្នឹងហើយនៅពេលនោះគឺមានលោកអភិបាលស្រុកនិងលោកអភិបាលរងហ្នឹងបានប្រាប់មកម្ចាស់គ្រឿងចក្រថាធ្វើទៅលុយគឺបានទទួលហើយបានទទួលពីជំទាវរបស់ពុទ្ធគីមក20លានបាទដល់ពេលលុយហ្នឹងថាយកមកហ្នឹងគឺឲ្យទៅលៀងប៉ូលីសហ្នឹងគឺចំនួន11លានប៉ុន្តែលុយហ្នឹងគឺមិនបានដល់ដៃគាត់ទេគឺគ្រាន់ថាបានថាឲ្យប៉ុន្តែមិនឲ្យទេហើយសល់9លាន9លានរៀលទៀតនោះគឺគាត់ចែកគ្នាចាយជាមួយនឹងលោកពុទ្ធវាសនាបាទអញ្ចឹងពីពេលនោះមកតឥឡូវហ្នឹងគាត់ចម្រាក់គេ45ខែស្មើនឹងមួយខែហ្នឹងគឺ$110អញ្ចឹងសរុបទាំងលុយមិនបើកឲ្យ11លាននិងថ្លៃការ45ខែហ្នឹងជិត$10,000ហើយឥឡូវនេះគាត់ប្រឈមមួយធនាគារគាត់អត់មានអីដោះបើអញ្ចឹងសូមឲ្យអ្នកពាក់ព័ន្ធជំពាក់ហ្នឹងគឺខាងអាជ្ញាធរស្រុកបបែហ្នឹងហើយនឹងលោកពុទ្ធវាសនាហ្នឹងសូមជួយដោះស្រាយឲ្យមកដោះស្រាយតគាត់ព្រោះគាត់គង់ជាប់ប៉ុណ្្នឹងហើយប៉ុន្តែលោកវិលែមថាតើអាជ្ញាស្រុកដំបែលោកមានឆ្លើយថាយ៉ាងម៉េចអំពីករណីដែលមិនទាន់ទូទាត់ថ្លៃស្អីហ្នឹងឲ្យទៅខាងម្ចាស់ហៅថាគ្រឿងចាក់ធ្វើលូធ្វើផ្លូវនោះបាទបញ្យល់តាមឯកសារគឺខាងមេភូមិនិងខាងលោកមេឃុំក៏បានបញ្ជាក់ពីលោកលៀងប៉ូលីសហ្នឹងគាត់បានធ្វើផ្លូវជួសផ្លូវទាំង2ខែហ្នឹងបាទដោយឡែកខាងស្រុកគឺដំបូងថាគាត់អ្នកទៅត្រួតពិនិត្យគាត់អ្នកមើលហ្នឹងលោកអបាលរងស្រុកបាទឈ្មោះនាងរាវុធហ្នឹងគាត់ថាគាត់អ្នកតាមដានគម្រោងហ្នឹងតែដល់ពេលគាត់ត្រូវបើកលុយទៀនលុយគាត់ថាកុំអើសិនកាលណាបើកកាលណាទីទៅបើសិនគេលឺហ្នឹងគេអាចរករឿងគាត់ទៅរករឿងគាត់បាទតែពេលនោះគឺបន្តមកទៀតហ្នឹងគឺម្ចាស់គ្រឿងចាក់ហ្នឹងគាត់បានទៅឲ្យខាងអាជ្ញាធរស្រុកហ្នឹងគាត់បញ្ជាក់ជាលិខិតថាឈ្មោះលៀងប៉ូលីសហ្នឹងគឺពិតជាបានធ្វើផ្លូវតែមែនហើយគាត់មិនបញ្ជាក់ឲ្យទេគាត់ថាឥឡូវអត់បញ្ជាក់ឲ្យទេព្រោះអីពុទ្ធវាសនាហ្នឹងជាមនុស្សសាក់ធំនៅក្នុងកងវិស្វកម្មបាទអញ្ចឹងសរុបមកវិញបាទមិនលិខិតបញ្ជាក់ថាសូម្បីតែធ្វើផ្លូវលើផ្លូវហ្នឹងគាត់ក៏មិនបញ្ជាក់ដែរអញ្ចឹងបាទគាត់អត់មានបោះស្រាយទេបាទប៉ុន្តែសរុបមកវិញមានន័យថាលោកជំទាវបានផ្ដល់ថវិកាដើម្បីឧបត្ថម្ភក្នុងការសាងសង់ផ្លូវនិងលូជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ហ្នឹងណាប
បាទលោកជំទាវហ្នឹងគឺគាត់ផ្លូវជួសជុលហ្នឹងគឺគាត់ឲ្យ20លានទៅសម្រាប់ជួសជុលហ្នឹងហើយមានន័យថាគាត់ជួយឧបត្ថម្ភដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដឹកកសិផលធ្វើចរាចរណ៍រំដោះទឹកដាក់ទឹកចូលខ្សែចូលអីស្រួលជីវភាពអីចឹងណាបាទអរគុណណាលោកវីឡែមបាទអរគុណបាទជំរាបលាយើងរងចាំមើលដំណោះស្រាយរវាងភាគីទាំងពីរនិងភាគីពាក់ព័ន្ធបន្តទៅទៀតទៅខ្ញុំមិនបានស៊ីជម្រៅពីរឿងនោះទេប៉ុន្តែសំខាន់កាលណាមានកិច្ចសន្យាមួយភាគីម្ខាងបានបំពេញកាតព្វកិច្ចហើយអញ្ចឹងភាគីម្ខាងទៀតត្រូវតែបំពេញកាតព្វកិច្ចដូចគ្នាហើយការមិនបំពេញកាតព្វកិច្ចមានន័យថាគឺជាករណីអាចទៅជារំលោភកាតព្វកិច្ចមានន័យមិនបានបំពេញប៉ុន្តែមិនមែនជាបទមើលព្រមមិនតាន់ទេបាទគាត់ថាវាយឺតយ៉ាវរឿងលុយកាក់អញ្ចឹងណាអរគុណសូមអញ្ជើញលោកបត្រាបន្តចុះបញ្ជាប់ទៅភ្នាក់ងារមួយរូបចុងក្រោយនៅស្វាយរៀងព្រៃវែងវិញម្ដងលោកពិសិដ្ឋជម្រាបសួរលោកពិសិដ្ឋបាទសូមជម្រាបសួរលោកបត្រាព្រមទាំងលោកសុខៈផងដែរបាទលោកពិសិដ្ឋព្រឹកនេះចូលជើងនៅខេត្តព្រៃវែងឬក៏ស្វាយរៀងលោកបាទពេលព្រឹកនេះខ្ញុំកំពុងចូលជើងខេត្តព្រៃវែងបាទពីខេត្តព្រៃវែងមានរឿងរ៉ាវអីជម្រាបជូនដល់ទូរទស្សនិកជនរបស់យើងបានជ្រាបបាទព្រឹកនេះខ្ញុំមានព័ត៌មានមួយគឺលោកប្រធានមន្ត្រីធម្មការនិងសាសនាបាទលោកមុំច័ន្ទរាគាត់បានប្រកាសថាចាក់ពីពេលនេះតទៅសម្រាប់វិជាក៏អាចធ្វើជាអាចារ្យនីឬក៏ធ្វើជាប្រធានគណៈកម្មការអាចារ្យនៅតាមវត្តអារាមបានផងដែរបាទសូមអញ្ជើញខ្ញុំអត់រឿងរ៉ាវយ៉ាងម៉េចខ្លះលោកបានប្រកាសបែបនេះនៅក្នុងពិធីប្រកាសតែងតាំងបដិជគុណសានរួមអនុគុណស្ដីទីស្រុកពីមរោហើយទៅបានប្រកាសតែងតាំងជាព្រះអនុគុណពេញសិទ្ធិនៅស្រុកពីមរោតែម្ដងហើយលោកមុំច័ន្ទរាក៏បានបញ្ជាក់ថាយើងដល់លោកយាយលោកទេយីអត់មកតាមអាណាមកទៅមានចិត្តចង់ធ្វើជាអាចារ្យនីឬក៏ដូចជាចង់ធ្វើជាប្រធានគណៈកម្មការអាចារ្យវត្តអីនោះគឺអាចធ្វើបានគ្រប់គ្នាឲ្យតែបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញអាចារ្យនៅតាមសាលាក៏តាមវត្តអារាមពិសេសតាមនៅឯមន្ត្រីកម្មការខេត្តបានពីលេងបានទៅធ្វើសញ្ញាបត្រនោះនឹងលោកគាត់នឹងអាចធ្វើជាអាចារ្យនេះបានហើយក៏ធ្វើជាគណៈកម្មការអាចារ្យបានដែរបាទក្នុងវិធីប្រកាសនោះដែរយើងឃើញថាអាជ្ញាធរខេត្តក៏ចូលរួមហើយក៏បានធ្វើពិធីចែកអំណោយជូនប្រជាពលរដ្ឋជនក្រីក្រនោះចំនួន440គ្រួសារដែរបាទហើយធ្វើការចូលរួមអបអរសាទរក្នុងពិធីប្រកាសតែងតាំងរដ្ឋគុណសានរួមផងក៏ដូចជាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរដោយសារតែស្រុកពីមរោនេះគឺត្រូវបានរងគ្រោះដោយទឹកចំនួននេះគឺរយៈពេលយូរខែដែរដូច្នេះហើយប្រជាពលរដ្ឋមួយចំនួនភាគច្រើននេះក៏រងគ្រោះហើយដោយសារជាភាពខ្វះខាតដោយការជួយឧបត្ថម្ភដូច្នេះហើយទៅខាងបដិជន30រូបហើយជាបដិជនសំតាមបរទេសតែក៏បានចូលរួមជាបច្ច័យគ្នានាំយកអំណោយទាំងអស់នេះចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីចែកជូនទៅដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងស្រុកពីមរោយើងនេះបាទដើម្បីកាត់បន្ថយភាពក្រីក្របាទសូមជម្រាបលាលោកពិសិដ្ឋបាទសូមអរគុណជម្រាបលាបាទមិញដូចជាមានរូបភាពអាដាមស្បោងសរ៉ាត់ដែរដូចចុះសំណេះសំណាលមួយបងប្អូនប្រជាពលរដ្ឋលោកយាយលោកតាអីចឹងជាដើមណាហើយជាចុះទៅចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋហើយអាដាមស្បោងសរ៉ាត់ទើបតែផ្លាស់ពីអភិបាលខេត្តបរសេនុមកកាន់ជាទូនទីប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងវិញបាទហើយប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងអាដាមជៀមហ៊ីមទៅកាន់ប្រធានក្រុមប្រឹក្សាខេត្តបរសេនុវិញបាទហើយចំណាយខ្ញុំនៅអដែលអរគុណព័ត៌មានចុងក្រោយគឺពាក់ព័ន្ធទៅនឹងការឆ្វេងយល់ឬក៏ស្វែងរកអំពីបញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីយកបញ្ហានោះមករកវិធីដោះស្រាយឆ្លើយតបជូនដល់បងប្អូនប្រជាពលរដ្ឋត្រឡប់ទៅវិញបាទកាលពីថ្ងៃទី1អាយដាមមកពេជ្ររិទ្ធបានចុះទៅកាន់ឃុំកោះធំខស្រុកកោះធំខេត្តកណ្ដាលបានបើកវេទិកាឆ្លើយឆ្លងជាមួយបងប្អូនប្រជាពលរដ្ឋណាប្រមាណជា300នាក់ដែលអញ្ជើញមកពី5ភូមិគឺមានភូមិសំប៉ានភូមិព្រែកតាកេភូមិព្រែកសំរោងភូមិព្រែក3និងភូមិស្វាយតាមេឃបាទស្វាយតាមេឃហ្នឹងហើយអាដាមមកពេជ្ររិទ្ធគឺថាក្រៅពីការទទួលបន្ទុកនៅក្នុងរដ្ឋាភិបាលជាអ្នកដែលពិនិត្យអំពីកម្មខុសត្រូលចេញចូលអីចឹងណាហ្នឹងហើយលោកជាប្រធានក្រុមប្រឹក្សាថ្នាក់ជាតិចុះទៅជួយនៅគាំទ្រឃុំកោះធំខហ្នឹងហើយស្រុកកោះធំនៅក្នុងឱកាសនោះប្រជាពលរដ្ឋបានលើកឡើងនៅបញ្ហាប្រឈមដែលជួបប្រទះបច្ចុប្បន្នហ្នឹងសំខាន់ទេខ្ញុំគ្រាន់ដកស្រង់សំខាន់ណាទី1លោកលើកឡើងអំពីបញ្ហាគ្រឿងញៀន
មានយុវជនអីហោហែញៀនថ្នាំញៀនអីអញ្ចេះថ្នាំញៀនវាចេញចូលមកតាមនេះតាមនោះអញ្ចឹងសូមឲ្យអាជ្ញាធរជួយធ្វើម៉េចណាគ្រប់គ្រងបញ្ហាហ្នឹងដើម្បីសម្រេចគោលនយោបាយភូមិឃុំមានសមត្ថភាពរបស់ក្រសួងមហាផ្ទៃបាទទី2គឺប្រជាប្រដ្ឋលោកស្នើឲ្យអាដាមមកពេជ្ររិទ្ធជួយជួសជុលនិងជួយកសាងផ្លូវណាអមមាត់ទន្លេនៃភូមិព្រែកតាកេនិងផ្លូវបេតុងមួយខ្សែដែលមានប្រវែង76ម៉ែត្រនិងទទឹងណា3ម៉ែត្រកន្លះនៃភូមិគេហៅថាព្រែកប៉ែបាទព្រែកប៉ែណាព្រែកប៉ែហើយសំខាន់មួយទៀតនោះគឺថាដោយសារតែបងប្អូននៅតំណងគឺជាអ្នកដែលប្រកបមុខរបរកសិកម្មប្រហែលជាចង់ 100% យើងនិយាយថា 95% កោះធំកោះអីនោះអូចកាអំពើចកាស្អីហ្នឹងណែណាលោកនិយាយថាសូមឲ្យជួយអំពីការដំឡើងតម្លៃកសិផលឲ្យបានខ្ពស់ព្រោះឥឡូវនេះតម្លៃកសិផលរបស់បងប្អូនរៀងទាបអញ្ចឹងសូមស្នើសូមតាមរយៈអាដាមមកពេជ្ររិទ្ធនឹងសូមឲ្យក្រសួងពាណិជ្ជកម្មនឹងជួយបើកទីផ្សារឲ្យបានទូលំទូលាយដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យកាន់តែកុំតកើនហើយជាការឆ្លើយតបអាដាមមកពេជ្ររិទ្ធគឺថាបានទទួលយកសំណើរបស់បងប្អូនប្រជាពលរដ្ឋហើយចាត់ទុកថាការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋគឺបង្ហាញអំពីសេចក្តីក្លាហានទី1ណាទី2បង្ហាញអំពីថាប្រទេសកម្ពុជាមានសិទ្ធិសេរីភាពបើកឲ្យប្រជាពលរដ្ឋណាមានការសម្ដែងមតិបាទហើយបន្តមកទៀតគឺចាត់ទុកថាការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋគឺមានតម្លៃស្មើនឹងការជ្រោមជ្រែងជាតិទាំងមូលចូលរួមគ្រប់គ្រងជាមួយរដ្ឋាភិបាលអាហ្នឹងបើបងប្អូនមិនលើកឡើងគឺថាថ្នាក់លើអត់ដឹងបញ្ហានឹងដោះស្រាយថាម៉េចនៅអញ្ចឹងណាហើយអាដាមបានសន្យាថានឹងយកបញ្ហានេះទៅជូនអាដាមសុនចន្ទថលប្រទេសរដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហើយអាដាមក៏ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំដែរដើម្បីឲ្យសម្រេចដោះស្រាយមានន័យថាកន្លែងណាដែលថ្នាក់ក្រោមសម្រេចបានគឺសម្រេចកន្លែងណាដែលថ្នាក់ក្រោមមិនអាចសម្រេចបានបញ្ជូនទៅថ្នាក់លើសម្រេចជាគោលការណ៍បាទអញ្ចឹងគឺជារឿងល្អមួយបាទសូមអនុញ្ញាតបញ្ចប់ត្រឹមហ្នឹងបាទយើងខ្ញុំសូមអនុញ្ញាតបញ្ចប់កម្មវិធីព័ត៌មានពេលព្រឹករបស់យើងតែប៉ុណ្ណេះទៅហើយបន្តសូមផ្ដល់ភារៈជូនដល់លោករទ្ធីនិងនាងសាលាបងប្អូននាងសាលាណានាងសាលាបន្តជម្រាបជូនពាក់ព័ន្ធទៅនឹងករណីចរាចរណ៍បទល្មើសផ្សេងបានកើតឡើងក្នុងសង្គមជាពិសេសនោះគឺសារសំខាន់ដែលបងប្អូនទូរទស្សនិកជនបានផ្ញើមកកាន់ស្ថានីយ៍ទូរទស្សន៍ហងមាស HD TV ខណៈនេះខ្ញុំបាទឈឿនបុត្រាខ្ញុំបាទទូនសុខៈសូមអរគុណសូមគោរពលាស្អែកជួបគ្នាចាប់ពីម៉ោង 6 ព្រឹកតទៅ